បើចង់ឲ្យការ make up មើលទៅចូលមុខបានល្អជាងមុនឬក៏ស្បែកមើលទៅគឺ smooth មកអាឡូងហើយមួយទៀតណាគឺម្សៅរបស់យើងនឹងខាំជាប់ស្បែកអត់ងាយខ្ជាក់មកវិញទេអញ្ចឹងអាចសាកធ្វើ technique ទាំង3នៅខាងក្រោមនេះបានហើយងាយទេអញ្ចឹងទី1មុនពេល make up គឺយើងត្រូវលាងសម្អាតស្បែករបស់យើងនឹងឲ្យបានស្អាតសិនកុំឲ្យមានជាតិប្រេងឬក៏ជាតិកខ្វក់នៅលើស្បែកអញ្ចឹងនៅពេលដែលយើង make up ទៅក៏អាចចូលស្បែកដែរហើយបើសិនជាយើងមានពេលយើងអាចបន្ថែមជាមួយនឹងការបិទ mask ជាប្រភេទ mask ស្លឹកដែលវាអាចជួយធ្វើឲ្យស្បែករបស់យើងនឹងគឺកាត់បន្ថយ stress ធ្វើឲ្យស្បែករបស់យើងនឹងស្ងប់មានសំណើមហើយនៅពេលដែលយើងផាត់ម្សៅឬក៏ make up ទៅគឺងាយនឹងចូលស្បែកតែម្ដងទី2គឺការផ្ដោតសំណើមមុនពេល make up ការផ្ដោតសំណើមមុនពេល make up ហ្នឹងគឺខ្ញុំសំដៅទៅលើការប្រើជាប្រភេទ skin care របស់យើងផ្ទាល់ខ្លួនជាប្រចាំអញ្ចឹងយើងអាចជ្រើសរើសជាប្រភេទផ្ដោតសំណើមឬក៏សេរ៉ូមដែលយើងលាបទៅនៅពីក្រោម make up ហ្នឹងជាសេរ៉ូមឬក៏ផ្ដោតសំណើមដែលមានជាតិស្រាលឬក៏រាវដែលងាយជ្រាបចូលស្បែកហើយមិនមានជាតិប្រេងខ្លាំងឬក៏ផ្ដោតសំណើមខ្ពស់ពេកទេដោយសារតែស្បែករបស់យើងមានសំណើមខ្ពស់ពេកនៅពេលដែលយើង make up ទៅក៏អត់បានល្អដែរព្រោះថាវាអាចធ្វើឲ្យជាតិម្សៅដែលយើងផាត់ទៅឬក៏គ្រឿងដែលយើង make up នៅលើស្បែកហ្នឹងគឺអត់ងាយចូលទៅក្នុងស្បែកទេដោយសារតែមុខរបស់យើងហ្នឹងគឺវាមានជាតិសំណើមខ្លាំងពេកទី3នេះគឺជា technique ចុងក្រោយគឺយើងគួរតែជ្រើសរើសប្រភេទគ្រឿង make up ឬក៏ប្រភេទម្សៅផាត់ណាមួយដែលស័ក្តិសមជាមួយនឹងស្បែករបស់យើងសម្រាប់អ្នកដែលស្បែកស្ងួតស្បែកប្រេងឬក៏ស្បែកចម្រុះណាមួយអញ្ចឹងផលិតផលឬក៏គ្រឿង make up ដែលយើងប្រើហ្នឹងក៏មានតម្រូវទៅតាមស្បែកដែរណាកុំច្រឡំថាគ្រឿង make up ខ្លះអាចប្រើបានគ្រប់ប្រភេទស្បែកតែដោយសារតែមានប្រភេទខ្លះទៀតគេផលិតមកតាមប្រភេទស្បែកមុខរបស់យើងតែម្ដងអញ្ចឹងបើសិនជាយើងរើសខុសចំពោះការ make up របស់យើងក៏អត់បានស្អាតដែរអញ្ចឹងសង្ឃឹមថា technique 3នៅខាងលើនេះកាន់តែជួយការ make up អ្នកទាំងអស់គ្នានឹងឲ្យកាន់តែប្រសើរជាងមុនបានហើយបើសិនជាចង់ដឹងtechnique អីបន្ថែមទៀតអាច comment នៅខាងក្រោមបាន